ឆ្នាំដែលគួរប្រុងប្រយ័ត្ននៅពាក់កណ្ដាលខែសីហាដែលត្រូវនឹងខែ7ចិនដែលជាខែខ្មោចត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងការធ្វើដំណើរសុខភាពនិងហិរញ្ញវត្ថុទី1ឆ្នាំខែត្រូវរៀបចំចិត្តឲ្យបានត្រជាក់មានខន្តីមានការអត់ធ្មត់ជៀសវាងការមានចំនួនមានការទាស់ទែងជាមួយអ្នកដទៃគួរប្រយ័ត្នប្រយែងចំពោះការធ្វើដំណើរផ្លូវឆ្ងាយនិងការប្រើប្រាស់ឧបករណ៍មុតស្រួលទី2ឆ្នាំវកដែលជាឆ្នាំឆុងផ្ទាល់ឬប៉ះទង្គិចអាចប្រឈមនឹងអារម្មណ៍ stress ខ្លាំងឬមានរោគរឿងដោយមិនដឹងខ្លួនគួរជៀសវាងការបណ្ដាក់ទុនធំឬការឲ្យគេខ្ចីលុយឬប្រកាសនៅក្នុងខែនេះទី3ឆ្នាំម្សាញ់អាចមានបញ្ហាសុខភាពបន្តិចបន្តួចអាចមានអារម្មណ៍មិនសូវសប្បាយចិត្តឬ stress ខ្លាំងគួរតែយកចិត្តទុកដាក់លើរបបអាហារនិងការសម្រាកឲ្យបានគ្រប់គ្រាន់ទី4ឆ្នាំកុរចូលប្រុងប្រយ័ត្នចំពោះពាក្យសម្ដីនិងការយល់ច្រឡំផ្សេងៗក្នុងរង្វង់ការងារឬគ្រួសារឆ្នាំកុរនៅក្នុងខែនេះផងដែរគួរមានការអត់ធ្មត់ពិចារណាឲ្យបានស៊ីជម្រៅមុននឹងធ្វើការសម្រេចចិត្តអ្វីមួយចំណុចគួររំលឹកដែរថាដំណោះស្រាយនឹងការតបនៅក្នុងខែខ្មោចជៀសវាងការដើរហើរនៅពេលយប់ជ្រៅទីស្ងាត់ងងឹតគួរជៀសវាងកុំលេងទឹកស្ទឹងបឹងទន្លេសមុទ្រនានាឬ swimming pool នៅពេលយប់គួរមានចិត្តស្ងប់ស្ងាត់ខន្តីភាពអត់ធ្មត់ដើម្បីជៀសវាងការបង្កចំនួនជាចុងក្រោយចូលធ្វើបុណ្យសាងកុសលដើម្បីទាញយកធម៌ពលវិជ្ជមាននិងរឿងល្អៗចូលក្នុងជីវិតការដែលអ្នកទាំងអស់គ្នាមានបុណ្យស្មើនឹងមានបារមីតាមថែរក្សាតាមដានយើងខ្ញុំបន្តដើម្បីទទួលបានចំណេះដឹងថ្មីៗអរគុណ